រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវេលាស្មើនេះម៉ោង5ភ្លឺចាហើយខ្ញុំក៏បានរៀបចំកំងកាទៀវគេដាក់មួយចានដៃមកតែម្ដងតម្រូវផ្គត់ផ្គង់ប្រសងគ្រប់អង្គហើយល្ងាចមិញខ្ញុំក៏បានប្រគេនភេទជ្ជៈប្រសងគ្រប់អង្គដែរព្រោះអីសូត្រមុនគេហៅថាប្រសាបូជាណាហើយខ្ញុំក៏សប្បាយរីករាយដែលខ្ញុំ surprise ម៉ែខ្ញុំទេម៉ែខ្ញុំក៏បានដឹងថាខ្ញុំធ្វើកាទៀវគេប្រសងទេងើបឡើងដាស់ទៅសើម៉ើងទាំងកូនខ្ញុំទាំងម៉ែខ្ញុំនិយាយទៅខ្ញុំចូលចិត្ត surprise ហើយទោះបីជាមុខរបរខ្ញុំតូចទៀតរើមកបានប្រាក់ចំណូលបន្តិចបន្តួចប៉ុន្តែអ្វីដែលសំខាន់បំផុតនោះខ្ញុំចេះតែឆ្លៀតធ្វើបន់ព្រោះនិយាយទៅពេលដែលរើប្រាក់ចំណូលបានតិចច្រើននេះជាការសន្សំចៃត្បិតបៀតរបស់ខ្ញុំទេគាត់ថាខ្ញុំគិតថាយើងរកស៊ីបដាយើងក៏ឆ្លៀតធ្វើបន់បន្តិចបន្តួចជួបជុំគ្រួសារបដាទៅហើយអាសាធ្វើញឹកញាប់តិចទៅចិត្តរបស់ខ្ញុំគឺគិតតែប៉ុណ្្នឹងឯងទេហើយអ្វីដែលគួរគិតបំផុតនោះទោះជារបស់ពាក់ជ្រែកដៃជ្រែកជើងទោះបីជាស្លាប់ទៅក៏ខ្ញុំមិនមែនយកទៅបានដែរចាអញ្ចឹងបានខ្ញុំចិត្តតែគិតថាទោះខ្ញុំមានបច្ច័យតិចក្តីច្រើនក្តីខ្ញុំអាសាបបួរម៉ែបបួរកូនខ្ញុំធ្វើបន់ធ្វើទានការងាររកស៊ីនៅតែរកស៊ីអញ្ចឹងពុកម៉ែបងប្អូនតែគាត់ថាយើងក៏ឆ្លៀតពេលខ្លះដែរអញ្ចឹងណាចាព្រោះរបស់ពាក់នឹងខ្លួនរបស់យើងពេលយើងស្លាប់ទៅយើងអត់អាចយកអីទៅបានទាំងអស់អញ្ចឹងខ្ញុំមានតែឆ្លៀតពេលធ្វើបែបនេះឯងព្រោះខ្ញុំមិនមែនថាទៅមកធ្វើបន់នេះទេចាគឺខ្ញុំចូលចិត្តធ្វើបន់ធ្វើទានតាំងពីអើយមកហើយគាត់ថាតិចក្តីច្រើនក្តីតាមសមត្ថភាពដែលខ្ញុំអាចធ្វើបានអញ្ចឹងណា